សួស្តីទាំងអស់គ្នានេះគឺជាដំណើរកម្សាន្តរយៈពេល2យប់3ថ្ងៃរបស់ក្រុមពួកខ្ញុំបាទដែលនេះគឺជាថ្ងៃទី1ពួកយើងបានមកជិះទូកនៅឯកំពង់ផែក្រុងព្រះសីហនុហើយនេះគឺជាសកម្មភាពខ្លះមុនពេលដែលទូកចេញគឺយើងlike chill រងចាំទូកចេញដោយពួកយើងបានទៅដល់កំពង់ផែហ្នឹងគឺនៅបាក់ខ្ទង់ម៉ោង 11 កន្លះហើយទូកគេចេញនៅម៉ោង 12 ហ្នឹងហើយនេះគឺជាសកម្មភាពនៅពេលដែលទូកគាត់បានចេញពីកំពង់ផែទៅហើយចំពោះតម្លៃសម្បត្តិរបស់ទូកដែលយើងកំពុងតែជិះនេះគឺទាំងទៅទាំងមកគឺតម្លៃ$25ហើយយើងអាចមានប្រភេទជំរើសក្រុមហ៊ុនជាច្រើនដែលអាចរើសបានអូខេអញ្ចឹងឥឡូវពួកយើងក៏បានធ្វើដំណើរមកដល់ឆ្នេរឡុងសិតដែលជាឆ្នេរមួយនៅផ្នែកនៃកោះរងដូចគ្នាប៉ុន្តែពួកយើងមិនបានស្នាក់នៅទីនោះទេគឺពួកយើងបន្តដំណើរមកដល់ឆ្នេរមួយទៀតដែលគេហៅថាភូមិកោះតូចអូខេបន្ទាប់ពីបានមកដល់លើកោះភ្លាមពួកយើងក៏បានធ្វើដំណើរទៅរកផ្ទះសំណាក់ដែលពួកយើងបានកក់និង check in រួចពួកយើងក៏ចាប់ផ្ដើមធ្វើការជួលម៉ូតូដើម្បីជិះទៅឆ្នេរមួយខាងទៀតដែលមានឈ្មោះថា Long Beach ម៉ូតូដែលពួកយើងជួលនេះគឺតម្លៃ$8តែចង់បញ្ជាក់អ្នកទាំងអស់គ្នាថាតម្លៃ$8នេះគឺពួកយើងជួលក្នុងការជិះរយៈពេលត្រឹមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះដោយសារតែពួកយើងទៅដល់កោះនោះគឺល្បាក់ម៉ោង2ទៅ3បាត់ទៅហើយដូចតែអ្នកទាំងអស់គ្នាកំពុងតែឃើញគឺថ្ងៃរៀបនឹងលិចបដាទៅហើយនៅលើកោះនោះដែរអ្នកទាំងអស់គ្នាអាចមានជំរឿជាច្រើនដូចជាការដើរជួលម៉ូតូជិះឬក៏កង់3ឥណ្ឌាហ្នឹងហើយដោយសារតែគ្នាពួកខ្ញុំច្រើនដូច្នេះពួកខ្ញុំក៏សម្រេចចិត្តថាជួលម៉ូតូជិះដើម្បី enjoy ពេលវេលានៅលើកោះបាទហ្នឹងហើយដូចដែលអ្នកទាំងអស់បានឃើញអញ្ចឹងផ្លូវដែលចេញពីភូមិកោះតូចមកប្រហែលជា1គីឡូទៅ2គីឡូដីគឺជាផ្លូវដីហើយបន្តមកទៀតយើងនឹងឡើងមកដល់ផ្លូវបេតុងដែលគេធ្វើហើយដោយដែលអ្នកទាំងអស់គ្នាបានឃើញគឺទេសភាពគឺស្រស់ស្អាតខ្លាំងមែនទែននៅលើកោះក៏ដូចជាផ្លូវបេតុងគឺពិតជាងាយស្រួលក្នុងការបើកបរក៏ដូចជាដោយដែលអ្នកទាំងអស់គ្នានៅឃើញនៅខាងឆ្វេងផ្លូវនៅខាងស្ដាំផ្លូវគឺមានអំពូលភ្លើងគឺជាប្រភេទអំពូលភ្លើងសូឡាដែលពេលដែលយើងធ្វើដំណើរនៅពេលយប់គឺផ្លូវគឺត្រូវបានបំភ្លឺងាយស្រួលក្នុងការបើកបរចំណាយពេលប្រហែលត្រឹម5ទៅ10នាទីពីភូមិកោះតូចឥឡូវនេះយើងក៏បានមកដល់ Long Beach Resort នៅ Long Beach Resort នេះដែរគឺភាគច្រើនសម្បូរទៅដោយភ្ញៀវបរទេសដែលពួកគាត់មកធ្វើការស្នាក់នៅទីនេះដោយសារតែនៅទីនេះគឺមានឆ្នេរខ្សាច់សវែងហើយក៏ដូចជាមានសភាពស្ងប់ស្ងាត់ដែលសម្រាប់អ្នកដែលមិនសូវចូលចិត្តភាពអ៊ូអរសំឡេងរំខានច្រើនគឺឆ្នេរ Long Beach នេះគឺស័ក្តិសមមែនទែនហើយចំណុចដែលពិសេសខ្លាំងបំផុតនោះគឺឆ្នេរ Long Beach នេះគឺជាកន្លែងដែលយើងអាចទស្សនាថ្ងៃលិចដែលស្រស់ស្អាតបំផុតនៅលើកោះនេះបើតាមចំណាប់អារម្មណ៍ខ្ញុំគិតថានៅទីនេះគឺជាកន្លែងដែលយើងអាចមើលថ្ងៃលិចស្រស់ស្អាតខ្លាំងមែនទែនបាទហ្នឹងហើយពួកយើងក៏អត់មានសកម្មភាពអីច្រើនដែរនៅទីនោះគឺពួកយើងគ្រាន់តែ just chill អង្គុយមើលថ្ងៃលិចដោយសារតែពួកយើងអស់កម្លាំងដោយសារតែយើងធ្វើការធ្វើដំណើរតាំងពីព្រឹករហូតដល់ថ្ងៃត្រង់ហើយដោយតែអ្នកនរគ្នាឃើញក្នុងវីដេអូនេះអញ្ចឹងគឺឆ្នេរខ្សាច់គឺសក៏ដូចជាទឹកគឺពិតជាថ្លាមែនទែនមើលឆ្លុះដល់បានហើយនៅឆ្នេរនេះដែរគឺមិនមានសម្រាមទេគឺអ្នកដែលគាត់មកលេងទីនេះគឺគាត់បានថែសារអនាម័យបរិស្ថានបានល្អខ្លាំងមែនទែនហើយដោយដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នាពីដើមវីដេអូអញ្ចឹងនៅទីនេះគឺពិតជាមានថ្ងៃលិចស្រស់ស្អាតខ្លាំងមែនទែនហើយយើងអាចធ្វើការមក enjoy មើលថ្ងៃលិចនៅទីនេះក៏ដូចជាថតរូបថតវីដេអូលេងបានហើយនៅទីនេះដែរគឺការចូលគឺមិនមានការបង់ប្រាក់អ្វីនោះទេ
ដែលគ្រាន់តែយើងអាចជួយ support ពួកគាត់ក្នុងការទិញភេសជ្ជៈឬក៏កំងម្ហូបអាហារញ៉ាំបានហើយដោយសារតែមេឃក៏ចាប់ផ្ដើមងងឹតដូច្នេះហើយពួកខ្ញុំក៏ធ្វើការធ្វើដំណើរត្រឡប់ទៅភូមិកោះតូចវិញដោយអ្នកទាំងអស់គ្នាបានឃើញក្នុងវីដេអូនេះអញ្ចឹងគឺម្នាក់គឺមិនតន់ដាច់ចិត្តពីទីនេះទេដោយសារតែនៅទីនេះខ្សាច់គឺពិតជាសក៏ដូចជាទេសភាពពិតជាស្រស់ស្អាតពិតជា recommend បំផុតសម្រាប់អ្នកដែលត្រូវការភាពស្ងប់ស្ងាត់ក៏ដូចជាចង់ enjoy នៅទេសភាពស្អាតគឺអាចមកធ្វើការស្នាក់នៅ Long Beach នេះបានប៉ុន្តែចំពោះតម្លៃគឺនៅទីនេះប្រហែលជាមានតម្លៃថ្លៃជាងនៅភូមិកោះតូចបន្តិចឬក៏អាចច្រើនជាងភូមិកោះតូចទ្វេដងក៏ថាបានអូខេពួកយើងក៏បានយកម៉ូតូពីកន្លែងផ្ញើរួចធ្វើដំណើរចេញត្រឡប់មកវិញគឺដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូហ្នឹងគឺមេឃគឺងងឹតបាត់ទៅហើយយើងឃើញថានៅតាមផ្លូវគឺមានម៉ូតូជាច្រើនគឺនៅទីនេះគឺភាគច្រើនមិនថាភ្ញៀវក្នុងស្រុកឬក៏ភ្ញៀវបរទេសភាគច្រើនគឺគាត់មកទីនេះគឺគាត់ធ្វើការជួលម៉ូតូដើម្បីជិះនៅលើកោះនេះព្រោះកោះនេះដែរគឺមានឆ្នេរច្រើនក៏ដូចជាទំហំផ្ទៃដីនឹងគឺធំដូច្នេះហើយការដើរគឺមិនមានភាពងាយស្រួលទេគឺទាមទារយើងអាចនឹងធ្វើដំណើរតាមរយៈម៉ូតូឬក៏រ៉ឺម៉កកង់3ឥណ្ឌាបាទហ្នឹងហើយនៅត្រង់ចំណុចនេះដែរពួកខ្ញុំក៏បានជួបនឹងបរទេសមួយគូដែលពួកគាត់មានបញ្ហាពាក់ព័ន្ធជាមួយនឹងម៉ូតូរបស់គាត់គឺដោយសារតែពេលដែលគាត់ចុះពីម៉ូតូគឺគាត់បានទាញកន្លឹះដើម្បីកឹបប្រឡោះចាក់សោប៉ុន្តែពួកគាត់មិនដឹងពីរបៀបនៅក្នុងការបើកដូច្នេះមិត្តភ័ក្តិរបស់ខ្ញុំក៏បានធ្វើការជួយបើកកន្លឹះសោឲ្យគាត់ហើយក៏បានប្រាប់គាត់ពីរបៀបនៅក្នុងការបិទបើកនៅសន្ទះកន្លឹះនោះដើម្បីឲ្យពួកគាត់អាចដឹងពីរបៀបបិទនៅក្នុងរបៀបនៅក្នុងការបើកវិញករណីដែលពួកគាត់ជាប់នៅលើក្រោមម្ដងទៀតហើយពួកយើងក៏បានធ្វើការឡើងម៉ូតូដើម្បីបន្តដំណើរទៅមុខបន្តដោយសារតែមេឃគឺចាប់ផ្ដើមងងឹតខ្លាំងទៅហើយនៅតាមផ្លូវគឺมันមានសភាពងងឹតខ្លាំងទេគឺដោយសារតែនៅតាមផ្លូវគឺមានបង្គោលបំភ្លឺផ្លូវជាច្រើនដែលបានដំឡើងដោយជាប្រភេទអំពូលសូឡាសកម្មភាពថ្ងៃទី1របស់ពួកយើងក៏មិនមានអីច្រើនដែរក្រៅពីជីទូ check in បន្ទាប់មកជួលម៉ូតូដើម្បីជិះទៅមើលថ្ងៃលិចក៏ដូចជាជិះម៉ូតូត្រឡប់មកភូមិវិញក៏ដូចជាញ៉ាំអាហារពេលល្ងាចគឺពួកយើងអត់បានធ្វើសកម្មភាពអ្វីច្រើនទេគឺដោយសារតែពួកយើងចំណាយពេលនៅក្នុងការធ្វើដំណើរពីភ្នំពេញមកក៏ដូចជាធ្វើដំណើរតាមទូកពីកំពង់ផែរហូតមកដល់ភូមិកោះតូចនៃកោះរ៉ុងឥឡូវនេះដែរពួកយើងក៏បានធ្វើដំណើរមកដល់ក្នុងភូមិវិញហើយដែលយើងឃើញថាមានភ្ញៀវបរទេសជាច្រើនកំពុងធ្វើការដើរដោយសារតែនៅលើភូមិកោះតូចនេះគឺសម្បូរទៅដោយភ្ញៀវដែលគាត់មកស្នាក់នៅដោយសារតែនៅទីនេះគឺតម្លៃបន្ទប់សមរម្យក៏ដូចជាម្ហូបអាហារសម្បូរច្រើនអូខេបន្ទាប់ពីយកម៉ូតូទៅសងគេវិញហើយពួកខ្ញុំក៏បានធ្វើការមុជទឹកសម្អាតកាយហើយក៏ដូចជាបានធ្វើការចេញមកដើម្បីរកកន្លែងញ៉ាំអាហារពេលល្ងាចហើយនៅលើដូចអ្នកនរគ្នាឃើញអញ្ចឹងមិនខ្វះទេ restaurant លើកនេះគ្រាន់តែពីច្រើនគឺម្ហូបបែបអឺរ៉ុបក៏ដូចជាម្ហូបបែប western គឺពួកខ្ញុំក៏សម្រេចចិត្តទិញប្រភេទជាក្តាមស្រស់ហើយពួកយើងឲ្យគាត់ស្រស់ដើម្បីញ៉ាំនៅពេលល្ងាចអូខេអញ្ចឹងវីដេអូថ្ងៃទី1របស់ខ្ញុំមានតែប៉ុណ្្នឹងទេកុំភ្លេចទស្សនាវីដេអូថ្ងៃទី2ទាំងអស់គ្នា